នៅថ្ងៃនេះកូនចៅប្រុសស្រីលោកអ្នកសប្បុរសជាអ្នកធ្វើនៅបុណ្យកុសលគាត់នឹកឃើញគុណរបស់លោកឪពុកគាត់នឹកឃើញគុណរបស់អ្នកម្ដាយហើយគាត់តែងតែពិនិត្យសង្កេតមើលទឹកមុខរបស់អ្នកម្ដាយទឹកមុខរបស់លោកឪពុកហើយគាត់បានទៅកេះគ្នាពិភាក្សាគ្នាថាបងអូនណាយើងមកជួបជុំគ្នាឥឡូវតាមតែយើងសង្កេតមើលទឹកមុខពុកម៉ែយើងកាន់តែជ្រាវកាន់តែជ្រួញកាន់តែចាស់កាន់តែងងឹតទៅហើយទ្រុឌទ្រោមបន្តិចម្ដងទៅហើយឥឡូវយើងនឹងគិតថាប្រម៉ែប្រមូលទ្រព្យសម្បត្តិដែលរកបានទាំងប្រមាណហ្នឹងយកមកធ្វើបុណ្យជូនគាត់ម្ដងទៅទាំងកុហកទាំងប្រគុណម្ចាស់ដែលត្រូវជាលោកកូននោះក៏នឹកឃើញគុណរបស់ញោមប្រុសក៏នឹកឃើញគុណរបស់ញោមស្រីហើយបានប្រម៉ែប្រមូលធ្វើបុណ្យកុសលនៅក្នុងទីហ្នឹងមានបុណ្យចម្រើនបច្ចុប្បន្នស្រោចទឹកការពីថ្ងៃមិញនោះជាដើមហើយចឹងនៅក្នុងទីនេះខ្ញុំកណាសូមសួរអនុថែនៅសំណួរទី1អនុថែមនាលអនុថែដ៏មានអាយុសំណួរទី1ខ្ញុំកណាសូមសួរថាតើកតញ្ញូពាក្យថាកតញ្ញូនឹងមានន័យយ៉ាងដូចម្ដេចទៅវិញព្រោះខ្ញុំកណានឹងធ្លាប់តែឮថាកូនដែលដឹងគុណមេត្តាបិតាឲ្យឈ្មោះថាជាកូនកតញ្ញូហើយចឹងខ្ញុំកណានឹងដូចជាឆ្ងល់ថាពាក្យថាកតញ្ញូនឹងមានន័យថាម៉េចមើលបកស្រាយមើលសូមអរតនានិមន្តសាធុខន្តិថេរៈបបិទ្ធបដិជគុណដ៏ចម្រើននៅឯវត្តនោះសោះដឹងគេកេះគ្នាផ្ទះនេះទៀតអាម៉េចនោះបលិសហ៎ប្រគុណម្ចាស់ដ៏ចម្រើនដល់ទៅពេលកូនចៅណាគេធ្វើល្អដាក់ម៉ែឪយកបាយទឹកជូនគាត់ទំនុកបំរុងចង់ផ្ដើមគាត់គេហៅថាកូននឹងមានធម៌កតញ្ញូឥឡូវបងប្អូនយើងខាងមុខចាំស្ដាប់យាយគាត់ប្រហែលជាចេះហើយប៉ុន្តែយើងមិនទាន់ចេះទេកតញ្ញូនេះគេប្រែថាអ្នកដឹងនៅគុណអ្នកដែលដឹងនៅគុណប៉ុន្តែកតញ្ញូនឹងគ្រាន់តែដឹងគុណទេគ្រាន់តែដឹងថាអូម៉ែមានគុណឪមានគុណប៉ុន្តែមិនទាន់ជាប្រយោជន៍អីទេបើយើងប្រៀបធៀបទៅនឹងដឹងនេះនៅស្រុកខាងលិចបាត់ដំបងនោះយើងនេះគេហៅជោបជីករួចនៅបាត់ដំបងគេហៅដឹងហើយជោបជីកបើសិនជាមានតែផ្លែអត់ដងក៏ជីកពិបាកដែរអញ្ចឹងបើយើងគ្រាន់តែដឹងក៏វាគ្មានប្រយោជន៍អីដែរបានលោកថាទល់តែមានកតវេទីកតញ្ញូដឹងគុណគាត់ហើយកតវេទីនេះគាត់បីធ្វើតបទៅគាត់វិញគាត់ធ្លាប់ចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងចុងផ្ដើមបាយទឹកនំចំណីងូតទឹកព្រឹកល្ងាចឲ្យយើងនឹងទំនុកបំរុងចុងផ្ដើមគាត់អញ្ចឹងទៅវិញទៅជូនគាត់ទៅធ្វើបុណ្យធ្វើទាននេះជាដើមធ្វើសេចក្តីល្អជូនទៅគាត់វិញសងនៅតម្លៃល្អជូនទៅគាត់វិញទាំងអស់នឹងហើយដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាកូនដែលមាននៅធម៌កតញ្ញូកតវេទីដូចពេលនឹងជាដើមបដិជគុណបើសិនមិនទាន់យល់មិនទាន់ជ្រាបទេសួរគេមុខនឹងទៅគេដឹងហើយបានគេធ្វើនឹងនោះសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែ